ហើយនេះខ្ញុំមានរឿងនិទានមួយមកនិយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់អាចនឹងកំ pl ែងសាយអាយ៉ាស់មាត់រឿងនេះមានឈ្មោះថារឿងនិទានទឹកភ្នែកចុយរឿងនិទានទឹកភ្នែកសារតែសាយអាយ៉ាស់មាត់ចឹងហ្មងចំណងជើងកំសត់តែសាច់រឿងវាកំ pl ែងវាមិនដែរណាចុះបានអ្នកទិញសបុតកុនរឿងកំសត់ដល់ពេលទៅមើលគេត្រៀមទឹកភ្នែកហូរដល់តែពេលទៅដល់រោងកុនមិនសាច់នឹងគេនឹងឯងទៅបើទៅមើលរឿងកំ pl ែងហើយអង្គុយយំម្នាក់ឲ្យគេថាឈួតចុះរឿងនិទាននោះដំណើរថាថ្ងៃមួយភ្នែកបានទៅដើរលេងនៅកោះពេជ្រអីគេភ្នែកភ្នែកមនុស្សយើងនឹងចុះឲ្យភ្នែកទៅដើរលេងទៀតចេះបន្ទាប់មកភ្នែកក៏និយាយអួតខ្លួនឯងថាចុះឲ្យភ្នែកចេះនិយាយទៀតចេះញៀនទាំងអស់មានអញទៀតដែលនាំមុខគេជានិចព្រោះឯងមកសារពាងកាយបោតអញមួយតៃហោងបាត់ហើយអញខំសម្លឹងខំមើលជាពិសេសពេលឃើញស្រីស្អាតស្លៀកខ្លីៗអញខំប្រឹងមើលមិនហ៊ានព្រិចផងដល់ពេលអាចចំោះតបថាយីអាប្រភ្លឺចំោះចេះនិយាយទៀតចេះនិយាយតែទាំងអស់ហ្នឹងអាចចំោះថាភ្នែកអាប្រភ្លឺហើយគ្រាន់តែមើលចោលពេលដែលអាមាត់វិញ្ញាបានហើយអញខំថាប់ខំស្រង់ក្លិនគុណសម្បត្តិអីទៅឯងដល់ពេលអាមាត់តបថាមកពីអាត្រូវគ្រាប់ភ្នែកឯងនោះអញថាចង់ញ៉ែទេតែឯងមើលពេកហើយឃើញគេស្លៀកខ្លីមើលនោះមើលដូចដាច់ដាប់ណាស់ចឹងទឿនតែឲ្យអញទៅញ៉ែដល់អញ្ចឹងហើយអញខំប្រឹងបញ្ចេញវោហាសាស័ព្ទអត់តែឃើញគេខំមកខ្ញុំដាក់គេរហូតខ្លាចគេអត់ស្រឡាញ់អាតិចនោះនៅមិនសុកតបគេដែរអញស្ដាប់សំឡេងមើលឬសូព្រោះអញដឹងថាស្អាតបានអត់ភ្នែកងាកទៅអញស្ដាប់ឮសំឡេងស្រទន់មានបុណ្យស្នេហ៍ភ្នែកតបថាយ៉ាភ្លើមិនតាន់ប៉ះអ្នកបញ្ចូលសំឡេងទេសំឡេងនោះក៏មកអាយុ8 10តែក៏មើលមុខអត់បានកុំថាភ្នែកអញមើលទេកុំឲ្យពួកឯងគ្មានការងារធ្វើទេប្រាប់ហើយដល់ពេលអាមាត់តបថាស្អីមានគុណសម្បត្តិតែឯងមែនហើយមើលដៃអាជើងវាខំប្រឹងរត់តាមញ៉ែគេហើយដៃខំប្រឹងធ្វើកាយវិការឲ្យគេយល់ពីបេះដូងស្មោះអាជើងវាខំលុតជង្គង់សុំស្នេហ៍ទេណាអីក៏គុណសម្បត្តិតែឯងមែនភ្នែកគេបាញ់ភ្នែកតបថាយ៉ានេះហ៊ានជេរអញបើសិនជាអញបិទភ្នែកពួកឯងដើរបងចាំងទាំងអស់នោះអញចង់ធ្វើបាបពួកឯងមិនក៏បានដែរអូនតែពួកឯងវាគ្មានគីឡូទេអាមាត់ថែប្រកាសអត់ភ្នែកថាបើឯងធ្វើបាបអញបានអញឲ្យភ្នែកទាំងគូនឹងទៅឯងហ្មងអាមាត់តបថាអញអត់យកទេអញយកតែម្ដាយទេហើយជើងថាអញសមណាមើលងាយគេវ៉េដៃថាត្រូវតែរកវិធីព្រមមានភ្នែកម្ដងកុំឲ្យវាអឺពេកថ្ងៃមួយជួបស្រីស្អាតជើងរត់ទៅវដៃចាប់អោបមាត់ចាប់មាត់ផ្លឹបដល់ពេលគេងាកមកមិនដៃម៉ាំងឃើញភ្នែកចេញភ្នែកច្រោកច្រោកនឹងហើយគឺរឿងនិទានទឹកភ្នែក